លោក Trump គម្រាមបិទផ្លូវកងទ័ពជើងទឹកអាមេរិកនៅច្រកសមុទ្រ Hormuz ការចរចាវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងនៅក្នុងប្រទេសប៉ាគីស្ថានក្តីសង្ឃឹមសម្រាប់ការទម្លាយភាពតច្រកផ្នែកការទូតរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បានរសាត់បាត់ទៅនៅថ្ងៃអាទិត្យបន្ទាប់ពីកិច្ចចរចាដែលមានហានិភ័យខ្ពស់នៅទីក្រុងអ៊ីស្លាមាបាតបានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងដែលបង្កើនការភ័យខ្លាចនៃការកើនឡើងវិញនៅក្នុងតំបន់ដែលមានភាពប្រែប្រួលរួចទៅហើយការចរចាដែលមានរយៈពេលជិត21ម៉ោងបានបរាជ័យក្នុងការដោះស្រាយជម្លោះសំខាន់លើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់និងការគ្រប់គ្រងច្រកសមុទ្រ Hormuz ដ៏ជាយុទ្ធសាស្ត្រភ្លាមបន្ទាប់ពីការបរាជ័យនៃការចរចាប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសពីផែនការដាក់ការបិទផ្លូវកងទ័ពជើងទឹកនៅច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតមួយរបស់ពិភពលោកចលនានេះដែលមានគោលបំណងស្ទាក់ចាប់នាវាដែលភ្ជាប់ទៅនឹងប្រព័ន្ធគិតថ្លៃផ្លូវសមុទ្រដែលបានរាយការណ៍របស់អ៊ីរ៉ង់គឺជាសញ្ញានៃការកើនឡើងគួរឲ្យកត់សម្គាល់និងបានបង្កឲ្យមានការព្រួយបារម្ភក្នុងចំណោមមហាអំណាចពិភពលោកអំពីការរំខានដែលអាចកើតមានចំពោះការផ្គត់ផ្គង់ថាមពលមន្ត្រីអ៊ីរ៉ង់បានបដិសេធយ៉ាងឆាប់រហ័សចំពោះជំហររបស់សហរដ្ឋអាមេរិកដោយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាបានធ្វើការទាមទារខុសច្បាប់នេះនិងរំលោភលើការបដិញ្ញាចិត្តពីមុនទីក្រុងតេហ៍អ៊ីរ៉ង់ក៏បានចង្អុលបង្ហាញផងដែរថាមិនមានការចរចាបន្ថែមទៀតត្រូវបានគ្រោងទុកនាពេលបច្ចុប្បន្ននោះទេខណៈពេលដែលបានបញ្ជាក់ជាថ្មីនៅជំហររបស់ខ្លួនលើការបន្តសកម្មភាពនុយក្លេអ៊ែររបស់ខ្លួននិងរក្សាឥទ្ធិពលលើផ្លូវទឹកយុទ្ធសាស្ត្រការដួលរំនៃកិច្ចចរចាអ៊ីស្លាមាបាតបានធ្វើឲ្យបទឈប់បាញ់ដ៏ផុយស្រួយមួយស្ថិតនៅក្រោមភាពតានតឹងធ្ងន់ធ្ងរដោយអ្នកវិភាគបានព្រមានថាស្ថានភាពអាចកាន់តែយ៉ាប់យ៉ឺនយ៉ាងឆាប់រហ័សដោយសារភាគីទាំងពីរបានអនុម័តជំហររឹងមាំនិងឥរិយាបថយោធាកើនឡើងហានិភ័យនៃចំនួនក្នុងតំបន់កាន់តែទូលំទូលាយឥឡូវនេះហាក់ដូចជាកំពុងកើនឡើងដែលទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិចំពោះវិបត្តិដែលកំពុងកើតឡើងដើម្បីទទួលបានវីដេអូថ្មីមុនគេសូមបងប្អូនជួយចុច Like Share និងចុច Subscribe ឬចុច Follow ម្នាក់មួយផង